ជំរាបសួរក៏សួស្តីទៅកាន់អ្នកមើលអស់គ្នាថ្ងៃនេះមានម្ហូបងាយទាដុតកូកាបងប្អូនឥឡូវយើងលាយទឹកត្រីបុកហើយទឹកត្រីបុកប្រភេទទឹកត្រីបុកទឹកអំពិលនេះទាយើងមិនស្ងោរហើយបងប្អូនជើងមកជុំវិញអស់កម្លាំងអស់កំហែងតែនេះបងប្អូនវិញយើងដាក់ទាមួយពីអ្នកប្រៃពុនឥឡូវយើងក្លាប់ស្ងោរវាឆ្អិនសិនបងប្អូនឥឡូវស្ងោរឆ្អិនបាន 80% ហើយយើងដាក់ជាមួយកូកាយើងមួយកំប៉ុងទៀតនេះកំប៉ុងស្រង់ពីយើងស្ងោរតែយើងស្ងោរដាក់គ្រឿងក្រៅបងប្អូនតែគួយសោយដេងគួយស្ក្រៃចឹងបងប្អូនឲ្យកាត់ឆ្អាបតោះឥឡូវយើងរួចរាល់យើងស្ងោរហើយយើងស្រង់ទារួចហើយដែរយើងដាក់ទឹកស្អ៊ីវខាប់តិចមកមុនថែមប្រេងខ្យងបន្តិចមកហើយយើងដាក់កូកាកូឡាយើងតែកូបជាបងប្អូនកូកាខ្មែរមិនកូកាចោលទៀនទេបងប្អូនមើលទៅមានលេខកូដមានអីត្រឹមត្រូវ884អក្សរកម្ពុជាយើងបងប្អូនរសជាតិឆ្ងាញ់មិនដូចកូកាចោលទេចោលឈិនពៀនទេបងប្អូនមើលហើយណាលេខកូដ884បងប្អូនជួយគ្រប់គ្រងផលិតផលខ្មែរយើងទាំងអស់គ្នាបងប្អូនហើយបន្ទាប់មកក៏ទាយើងដាក់ទៅដុតទៅបងប្អូនវីដេអូកាត់ទេបន្ទាប់មកក៏ឆ្អិនហើយបងប្អូនយើងដុតទៅ20នាទីទៅបងប្អូនយើងស្ងោរវាឆ្អិន 80% ហើយឥឡូវទាយើងទំនងបងប្អូនងាយវីដេអូខ្លីៗឥឡូវយើងអបគូនម្សៅដែរជាមួយពេញខ្យងដាក់ចូលគ្នាជាមួយទាយើងរសជាតិយើងដែរអេមបងប្អូនលើបាយពីអ្នកប្រៃពុនសិនកូនដើរលេងអស់ហើយម៉ោង2ម៉ោង3ហើយដាក់មកជាយើងមកប៉ង2ប៉ងគ្របដេកជាតិបងប្អូនជាតិហើយវាយអស់មកចំហៀងហើយពីអីពុនហើយសម្រាប់ចុងក្រោយគឺកូនមកខៃសតតែឆ្អឹងទេបងប្អូនអរគុណវីដេអូមានប៉ុណ្ណឹងទេបងប្អូនជម្រាបលា